Hello ស្រីទាំងអស់គ្នាជំរាបសួជំរាបសួររសួស្តីបងប្អូនពីទាំងអទីស់គ្នាក្រុមចៅត្រេត្រឡប់មកវិញទៀតហើយបងប្អូនទាំងអស់គ្នាជាមួយនឹងម្ចាស់អាជីវកម្ម Digital ហ្នឹងហើយថ្ងៃនេះក៏នាំមកនៅប្រធានបទថ្មីមួយទៀតដើម្បីមកស្វាគមន៍នៅក្នុងការ live ខែ12ផងដែរអូខេប្រធានបទថ្ងៃនេះគឺងាយបំផុតយើងនិយាយពីសេរីភាពនៅក្នុងការធ្វើអាជីវកម្មអនឡាញសេរីភាពនិយាយរួមទៅមនុស្សយើងគឺដូចមនុស្សយន្តអត់ដូចទេត្រូវការសេរីភាពមានបេះដូងមានសាច់មានបេះដូងត្រូវការសេរីភាពទាំងអស់គ្នាតែគ្រាន់ថាសេរីភាពគឺមានភាពខុសគ្នាអត់ដូចគ្នាទេហ្នឹងហើយសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់នាងខ្ញុំឈ្មោះសុភ័ក្រហើយនាងខ្ញុំរស់នៅក្នុងទីក្រុងខ្លួនប្រទេសអាល្លឺម៉ង់នេះគឺ20ឆ្នាំចេញហើយជាមួយនឹងគ្រួសារហើយជាមួយនឹងកូន3នាក់ផងដែរនាងខ្ញុំក៏ជាអឺឱសថការីមួយរូបធ្វើការ part time ហើយនឹងជាម្ចាស់អាជីវកម្មហ្នឹងគឺយូរគួរសមអូខេហ្នឹងហើយសម្រាប់បងប្អូនដែលស្គាល់នាងខ្ញុំមានកូនដល់ទៅ3នាក់ហើយសម្រាប់សេរីភាពរបស់នាងខ្ញុំគឺមានតែមួយគេគឺសេរីភាពចំពោះគ្រួសារពេលវេលាគ្រប់គ្រាន់សម្រាប់នៅកំដរកូនខ្ញុំគឺទូជាងគេនឹងគឺអាយុ3ឆ្នាំគឺជាពេលវេលាមួយដែលត្រូវការពេលវេលាស្រឡាញ់ថ្នាក់ថ្នមនិងយកចិត្តទុកដាក់ពីឪពុកម្ដាយដូច្នេះហើយទោះជាប្តីខ្ញុំក៏ធ្វើការ full time ខ្ញុំធ្វើការ part time គឺខ្ញុំលៃលកដូចថាអាចកាត់បន្ថយពីការងារ full time របស់នាងខ្ញុំមកធ្វើជា part time បូកគប់ផ្សំជាមួយនឹងអាជីវកម្ម digital ធ្វើឲ្យនាងខ្ញុំនឹងមានពេលវេលាកាន់តែច្រើនសម្រាប់កូនទូចរបស់នាងខ្ញុំហើយក៏មានពេលវេលាសម្រាប់កូនធំ2នាក់ទៀតគឺមិនមែនថាអត់មានពេលវេលាទេហើយក៏អត់មានការងារសម្រាប់កូនធំដែរទៅពេទ្យជួបជុំជាមួយនឹងថ្នាក់សាលាប្រជុំគ្រូនិយាយរួមទៅកម្មវិធីអស់ទាំងនេះត្រូវតែមានវិជ្ជមានរបស់ឪពុកម្ដាយទាំងអស់គឺយើងអត់ទៅគឺអត់បានទេនិយាយរួមហើយគឺធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់កូនផងដែរនេះហើយគឺជាចំណុចសំខាន់របស់នាងខ្ញុំដែលខ្ញុំចាប់ផ្ដើមយកអាជីវកម្មនេះផងដែរគឺដូចគ្នាអូខេឥឡូវនេះសូមជួបជាមួយនឹងម្ចាស់អាជីវកម្មផ្សេងទៀតស្ដាប់មើលតើអ្វីទៅជាមូលហេតុរបស់ពួកគាត់បងណាវីមុនបងអូនណាវីមុនគេចោះហៅតបងរហូតចាស់ក្មេងជាងគេអូខេជម្រាបសួរអឺយេមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលមើលការ live របស់ពួកយើងហើយនឹងreplay ដូចគ្នាអឺម freedom ដែលខ្ញុំទទួលបានពីអាជីវកម្មមួយនេះគឺគេហៅថាសេរីភាពគឺខ្ញុំត្រូវការត្រឹមតែ Wi-Fi ហើយនិង phone ខ្ញុំអាចរកអាជីវកម្មនេះបានចាបងប្អូនខ្លះច្បាស់ជាអត់ទាន់ស្គាល់ខ្ញុំណាវីរស់នៅប្រទេសញូហ្សេឡង់ហើយក៏រាល់ថ្ងៃមានកូន3នាក់ហើយក៏ម្ចាស់ហាង bakery ដូចគ្នាខ្ញុំដូចថាស្រឡាញ់មុខរបរគេហៅថាការងារប្រចាំថ្ងៃរបស់ខ្ញុំដូចថាខ្ញុំធ្វើដូចចង់20ឆ្នាំហើយតែដល់ដូចថាគេហៅដល់ពេលវេលាដែលខ្ញុំត្រូវការគេហៅថា freedom ហើយខ្ញុំជ្រើសរើសអាជីវកម្មមួយនេះដោយសារតែភាពងាយស្រួលខ្ញុំត្រូវការត្រឹមតែ Wi-Fi ហើយនឹង phone ខ្ញុំអាចធ្វើវានៅទីណាក៏បានដូចជាបងប្អូនដឹងហើយ bakery យើងអត់មានគេហៅថាយើងឆ្លៀតពេលវេលាគេហៅថាអត់ចេញអត់កើតហើយអាជីវកម្មដែលពួកយើងធ្វើយើងអត់ត្រូវការមានហាងឬមួយទៅជួតូបគេអីទាំងអស់យើងត្រូវការត្រឹមតែ Wi-Fi ហើយនឹង phone មួយបងប្អូនអាចរត់វាបានអាចរកប្រាក់ចំណូលបន្ថែមបងប្អូនអាចកាត់បន្ថយដូចថាការងារនៅផ្ទះមើលថែកូនបានដូចថាបានច្រើនជាងមុនដូចថាដូចជាខ្ញុំជាដើមខ្ញុំមានអារម្មណ៍ថាពេលដែលចូលអាជីវកម្មហ្នឹងវាជួយខ្ញុំបានដូចថាមិនមែនត្រឹមតែពេលវេលាសម្រាប់ខ្ញុំមានពេលវេលាទៀតសម្រាប់កូនចៅដូចថាថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំអាចយកកូនទៅលេងដូចថា sport ហើយយើងអាចដូចថា pick up កូនពីរៀនហើយដូចថាអាជីវកម្មហ្នឹងវាធ្វើឲ្យយើងនៅពីក្រោយពេលដែលយើងកំពុងដូចថាធ្វើការងារប្រចាំថ្ងៃរបស់យើងហ្នឹងវាមានពាក់ព័ន្ធអីទេហ្នឹងហើយបើបងប្អូនដូចថាចង់ដូចថាចង់ស្វែងយល់ជាងហ្នឹងទៀតអាចមកតាមដានពួកយើងបន្តចាអរគុណបងចិន្តាចា
ចាអរគុណច្រើនបងដែលបានប៉ាស៊ីកំពង់ស៊ីមកខាងនេះ ចាសម្រាប់ខ្ញុំដូចគ្នាចាសម្រាប់អាជីវកម្មឌីជីថលនេះអ្វីដែលខ្ញុំទទួលបានគឺសេរីភាពពេលវេលាមិនខុសពីបងដូចគ្នាពួកអីខ្ញុំមានកូន3នាក់ហើយខ្ញុំមកនៅកាណាដានេះរយៈពេលជិត16ឆ្នាំហើយពីមុនទៅធ្វើការឲ្យគេគឺចំណូលយើងរកបានប៉ុន្តែយើងបដូរជាមួយនឹងសេរីភាពពេលវេលាយើងសឹងតែទាំងអស់ដាក់នៅកន្លែងធ្វើការសូម្បីថ្ងៃសៅរ៍អាទិត្យចាដូចអាទិត្យនេះគឺជាវេនដែលខ្ញុំត្រូវទៅធ្វើការប៉ុន្តែដោយសារអាជីវកម្មនេះហើយទើបខ្ញុំអាចទទួលបានសេរីភាពដែលខ្ញុំគិតថាអ៊ីមីក្រង់ចាតែគាត់មកនៅស្រុកគេមិនថានៅស្រុកខ្មែរគឺគាត់ចង់បានដូចគ្នាយើងចង់បានចំណូលហើយយើងចង់បាន life balance ដែលយើងអាចមានពេលជួបជុំជាមួយកូនហើយយើងអាចមានចំណូលដែលអាចនិយាយបានថាគ្រប់គ្រាន់ឬក៏អាចថាហួសគ្រប់គ្រាន់ព្រោះអាជីវកម្មនេះគឺមានភពចំណូលដល់ទៅ5ប្រភពយើងមិនមែនបានត្រឹមតែសេរីភាពពេលវេលាទេយើងបានឱកាសបង្កើនចំណូលដែលថាការងារ full time របស់យើងមិនអាចផ្ដល់ឲ្យព្រោះអីអាជីវកម្មនេះគឺជាកម្ម worldwide ហើយដែលសំខាន់មួយទៀតនោះគឺចំណេះដឹងបើខ្ញុំទៅធ្វើការគេខ្ញុំអត់មានពេលបានទៅរៀនចំណេះដឹងផ្សេងទេក្រៅពីការងារទៅក្រៅហើយនឹងចូលផ្ទះគឺអត់មានបានទៅបេះចំណេះដឹងទេតែ business នេះគឺវាឲ្យយើងច្រើនមែនតើចំណេះជំនាញក៏ដូចគ្នានឹងបានសុខភាពល្អដូចគ្នាចាតោះបងសេនីបងទទួលបានអី freedom ពីអាជីវកម្មបងចាមួយសិនបងសេនីចារៀងស្ពឹកមកចេះចាអរគុណចាជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងនៅកំពុង live screen ទាំងអស់គ្នានេះហើយនឹង replay បងប្អូនដែលទស្សនា replay ហើយសម្រាប់បងប្អូនដែលទើបតែឃើញពួកយើង live ជាលើកទី1ជាក្រុមនេះខ្ញុំសេនាងរស់នៅប្រទេសឡម៉ង់នេះរយៈពេល11ឆ្នាំហើយក៏ជាម្ចាស់អាជីវកម្ម digital អស់រយៈពេល2ឆ្នាំផងដែរចាដោយសារប្រធានបទនៃការ live របស់យើងថ្ងៃនេះយើងលើកនិយាយអំពីសេរីភាពពេលវេលានៃម្ចាស់អាជីវកម្ម digital ចាពួកយើងទាំងអស់គ្នាមកពីគ្រប់ background ហើយមកពីគ្រប់និយាយទៅចម្រុះតែម្ដងមានទាំងម្ចាស់ហាងមានទាំងចាអ្នកធ្វើការហើយក៏អ្នកម៉ាក់នៅផ្ទះមើលថែកូនពេញម៉ោងហើយសម្រាប់ខ្ញុំមើលថែឪពុកក្មេកខ្ញុំពេញម៉ោងផងដែរចាជាហេតុផលដែលខ្ញុំចាប់យកអាជីវកម្ម digital នេះស្របពេលដែលជាមួយគ្នាខ្ញុំសុខភាពខ្លួនឯងរៀងមានបញ្ហាញឹកញាប់អញ្ចឹងទៅកុំឲ្យទ្រុឌទ្រោមទាន់ក៏ឆ្លៀតចាប់យកអ្វីដែលមានភាពយូរអង្វែងហើយមិនបាត់បង់ចំណូលហើយមួយទៀតនោះឪពុកក្មេកខ្ញុំក៏រឹតតែជារាមិនអាចគាត់អាចជួយខ្លួនឯងបានគាត់ត្រូវការជំនួយពីកូនចៅបើមិនអញ្ចឹងទេគាត់ត្រូវទៅនៅមណ្ឌលចាស់ជរាហើយដើម្បីបំពេញក្តីសម័យប៉ាក្មេកខ្ញុំផងដែរគាត់មិនចង់ទៅមណ្ឌលចាស់ជរាខ្ញុំក៏សម្រាប់ចិត្តចាប់យកអាជីវកម្ម digital នេះហើយដោយក្តីស្រឡាញ់ផងដែរដោយសារខ្ញុំស្រឡាញ់ប្រព័ន្ធ social media អញ្ចឹងហើយអាជីវកម្មនេះបងប្អូនច្រើនហើយបាននិយាយពាក់ព័ន្ធជាមួយដំណើរការអាជីវកម្ម digital នេះយើងអត់មានត្រូវការ stock ឬបញ្ជូនអីវ៉ាន់ទេដោយសារអញ្ចឹងហើយបានយើងចង់មានសេរីភាពពេលវេលាចាប់យកអាជីវកម្មនេះដូចគ្នាខ្ញុំមានប៉ុណ្ណឹងដោយសារប្រធានបទនេះពាក់ព័ន្ធជាមួយយើងអត់មាន stock ឬមួយបញ្ជូនអីវ៉ាន់ឲ្យអតិថិជនអញ្ចឹងសូមឲ្យបងផានជួយបន្ថែមពាក់ព័ន្ធជាមួយសេរីភាពពេលវេលារបស់បងចាអរគុណខ្ញុំសេនាងមានប៉ុណ្ណឹងគុណច្រើនចាជំរាបសួរបងប្អូនទាំងអស់គ្នានៅលើអេក្រង់ហើយនិងបងប្អូនដែលចូលមកមើល live នេះដែរចាបងប្អូនដែលមិនទាន់ស្គាល់ខ្ញុំចាសូមណែនាំខ្លួនថាខ្ញុំឈ្មោះផាននៅសហរដ្ឋអាមេរិកចាហើយខ្ញុំគឺជាបុគ្គលិកធ្វើការពេញម៉ោងបងប្អូនដឹងស្រាប់ហើយធ្វើការឲ្យគេត្រូវគ្រប់ពេលវេលាចា8ម៉ោងទៅ10ម៉ោងរាល់ថ្ងៃយើងត្រូវទៅដល់ office ធ្វើការហើយមិនអាចប្រើទូរស័ព្ទផ្ដេសផ្ដាស់ឲ្យបានទេម៉ោងធ្វើការអញ្ចឹងក្នុងរយៈពេលចង់មួយថ្ងៃបងប្អូនពងធ្វើការហ្នឹងខ្ញុំក៏ធ្វើការដូចគ្នាអញ្ចឹងខ្ញុំអត់សូវមានពេលតែថាយើងចង់បានចំណូលតែយើងអត់មានពេលទៅបើកហាងឬមួយក៏ធ្វើអីទៀតទេអញ្ចឹងខ្ញុំមានគំនិតក៏ធ្វើជា creator ចា digital creator រកចំណូលតាម Facebook ប៉ុន្តែបងប្អូន creator ក្នុង Facebook វាមានលក្ខខណ្ឌច្រើនចាបងប្អូនដឹងស្រាប់ហើយមួយថ្ងៃត្រូវផុសវីដេអូឲ្យបានច្រើនត្រូវឆ្លើយ comment ត្រូវអីបងប្អូនអ្នកជា creator ទាំងអស់ហ្នឹងយល់ហើយចាការងារយើងវាហត់នឿយប៉ុណ្ណាតែបានមកវិញវាសេនវា1រៀល2រៀលនោះម្នាក់ខ្ញុំឃើញផុសហើយបង្ហាញប្រហែលថ្ងៃនេះខ្ញុំឃើញបងប្អូនផុសច្រើនគ្នាប្រឹងចង់មកបានប៉នេះបង្ហាញគ្នាអញ្ចឹងខ្ញុំ
ចង់បានចំណូលបន្ថែមទៀតវាអត់គ្រប់គ្រាន់ទេសម្រាប់ការងារហ្នឹងអញ្ចឹងព្រោះចំណាយយើងវាមានឡើងយើងធ្វើការវាអត់ឡើងសោះហ្នឹងហើយប្រាក់ខែវាឡើងដែរវាឡើងតិចចាហើយអាចំណាយនៅក្រៅហ្នឹងគឺវាឡើងថ្លៃមែនតើអញ្ចឹងចំណូលនិងចំណាយហ្នឹងវាដូចអត់ balance គ្នាអញ្ចឹងយើងត្រូវរកបន្ថែមទៀតអាជីពបន្ថែមទៀតប៉ុន្តែអាជីពដែលយើងថាយើងចង់ធ្វើហ្នឹងវាយើងអត់មានពេលព្រោះពេលយើងនៅក្នុងកន្លែងធ្វើការហើយ8ម៉ោង10ម៉ោងហើយវាអស់ម៉ោងហើយចាអញ្ចឹងខ្ញុំក៏បានចាប់យកអាជីវកម្ម digital មួយនេះមកបន្ថែមទៀតព្រោះវាមិនត្រូវការលក់ដូរអីវ៉ាន់ឬមួយកំណត់ពេលវេលាក្នុងការធ្វើការកំណត់ទីកន្លែងទេបងប្អូនអញ្ចឹងវាមានភាពងាយស្រួលសម្រាប់ខ្ញុំចាដែលខ្ញុំជា creator ស្រាប់ចាហើយណាមួយខ្ញុំជា employee ពេញម៉ោងចឹងខ្ញុំអត់មានពេលខ្ញុំយកអាជីពមួយនេះមកវាមានភាពងាយស្រួលសម្រាប់ខ្ញុំមែនតើចាពេលណាម៉ោងធ្វើការខ្ញុំអត់បានធ្វើទេ creator ក៏ខ្ញុំមិនបានធ្វើដែរខ្ញុំឆ្លៀតតែបន្តិចទេពេលម៉ោង break ហើយដល់ពេលធ្វើអាជីវកម្ម digital នេះចាពេលណាដែលខ្ញុំមានពេលគេអត់កំណត់ម៉ោងអញ្ចឹងវាមានភាពងាយស្រួលខ្ញុំខ្ញុំផុសនៅម៉ោង break ឬមួយក៏នៅផ្ទះវាមានភាពងាយស្រួលអញ្ចឹងបងប្អូនអញ្ចឹងហើយបានខ្ញុំចាប់យកអាជីវកម្មនេះបន្ថែមពីលើមុខរបរជា creator របស់ខ្ញុំរាល់ថ្ងៃហ្នឹងហើយណាមួយវាមានភាពងាយស្រួលយ៉ាងម៉េចអត់មានលក់ដូរអីវ៉ាន់អត់មានដឹកជញ្ជូនអញ្ចឹងពេលដែលខ្ញុំធ្វើជា creator ខ្ញុំផុសវីដេអូផុសរូបភាពហ្នឹងខ្ញុំគ្រាន់តែបន្ថែម website របស់ខ្ញុំទៅលើវីដេអូឬរូបភាពហ្នឹងតែប៉ុណ្្នឹងឯងចាបងប្អូនរួចរាល់កិច្ចការវាមានតែប៉ុណ្្នឹងឯងបងប្អូននៅលើអេក្រង់ហ្នឹងគ្រប់គ្នាប្រកាសជាយល់ហើយបងម្នាក់គឺផុសតែ website ទេអត់មានលក់ដូរអីវ៉ាន់អត់មានធ្វើអីក្រៅពីហ្នឹងទៀតទេអញ្ចឹងស្រួលភាពនេះស្រួលសម្រាប់ខ្ញុំគឺសេរីភាពរបស់ខ្ញុំគឺទទួលបានសម្រាប់ខ្ញុំគឺអញ្ចឹងឯងចាប៉ុណ្្នឹងឯងចាអរគុណច្រើនបងបន្តទៀតបងអីគេ ទៅ នេះគេ អ្នកណាហ្នឹង នេះណា អូនេះ នៅក្រោម នេះ អូនេះ ហ្នឹងហើយជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងអេក្រង់ហើយនឹងបងប្អូនដែលកំពុងតាមដានការ live ពួកបាសខ្ញុំទាំងអស់គ្នាហ្នឹងហើយបងប្អូនខ្លះក៏ស្គាល់ខ្ញុំបងប្អូនខ្លះក៏មិនទាន់ស្គាល់ខ្ញុំដែរខ្ញុំចានីមកពីទីក្រុង Nelson ប្រទេស New Zealand ដែលភាពសេរីភាពដែលខ្ញុំមានរាល់ថ្ងៃនេះគឺថាខ្ញុំម្ចាស់ហាងនៅ New Zealand ហើយក៏ម្ចាស់អាជីវកម្ម digital online ហើយក៏ content creator ដូចគ្នាហ្នឹងហើយ3បងប្អូន3ហ្នឹងហើយតែមានភាពងាយស្រួលមួយយ៉ាងដែល digital business របស់ខ្ញុំឲ្យខ្ញុំមានសេរីភាពមិនបាច់ដូចបងផានក៏និយាយចេះមិនបាច់ដែលមានហាងមិនបាច់ដែលយើងជួលកម្មករហើយមិនបាច់ដែលថាយើងត្រូវមានពេលបើកហាងទៀងម៉ោងទេពេលយើងមានពេលម៉ោងណាយើងធ្វើម៉ោងហ្នឹងមិនទៀមទាកំណត់ហ្នឹងហើយតែបងប្អូនអាចឲ្យឱកាសយើងទៅចូលនិវត្តន៍មុន65ឆ្នាំដែលយើងនឹកមិនស្មានថានេះហើយសេរីភាពដែលពួកខ្ញុំមានហាងដែលតន្ទឹងចាំហ្នឹងហើយខ្ញុំមានហាងខ្ញុំអត់មានពេលវេលាសម្រាប់កូនហើយក៏អត់មានពេលវេលាសម្រាប់ខ្លួនឯងដែរតែតាំងពីខ្ញុំចូល digital business online ខ្ញុំមានពេលវេលាសម្រាប់កូនហើយក៏ខ្ញុំអាចមានប្រាក់ចំណូលចូលដែលយើងនឹកមិនស្មានដែលគ្រប់គ្រងគ្រួសារហើយនឹងឲ្យខ្លួនឯងមានឱកាសធ្វើអីជាច្រើនដែលបងប្អូននឹកមិនស្មានបើសិនអ្នកម៉ាក់ណាបងប្អូនមានហាងឬមួយមានកូនតូចចង់ឲ្យខ្លួនឯងមកខ្លាយជាម្ចាស់អាជីវកម្មក្នុង digital នេះបងប្អូនកុំភ្លេចចុះឈ្មោះឬមួយតាមដានពួកខ្ញុំបន្តបើសិនបងប្អូនខ្ញុំចំពោះហាងមួយថ្ងៃ13 14ម៉ោងអត់មានពេលវេលាទេតែខ្ញុំមានពេលវេលាកំបាច់ឲ្យបងប្អូនតាមដានបន្តទេបងប្អូនគឺចូលមកចង់បានព័ត៌មានពីពួកខ្ញុំឲ្យព័ត៌មានបងប្អូនហ្មងអាជីវកម្មនេះពិតមិនបោកមិនបាច់តាមដានបន្តឲ្យយឺតឲ្យខាតពេលទេបងប្អូនយើងសុខចិត្តចាប់ផ្ដើមឥឡូវគ្រាន់បើយើងចាំ3ឆ្នាំក្រោយយើងចាប់ផ្ដើមគេទៅដល់ណាដល់ណីហើយជាក់ស្ដែងខ្ញុំថាខ្ញុំជឿជាក់ថា3ឆ្នាំក្រោយ4ឆ្នាំក្រោយខ្ញុំអាចចូលនិវត្តន៍បានប្រាក់កូនហ្នឹងហើយចាប់ផ្ដើមឥឡូវគ្រាន់បើជាងចាំ3ឆ្នាំទៅមុខទៀតបងប្អូនហ្នឹងហើយបើសិនបងប្អូនចាប់ផ្ដើមកុំភ្លេចហ្នឹងហើយតាមដានពួកខ្ញុំឬមួយខ្ញុំហ្នឹងហើយជួយបងប្អូនបង្កើតអាជីវកម្មនេះឲ្យស្របច្បាប់ពីប៉ុណ្ណឹងពីខ្ញុំអូខេអរគុណច្រើនបងដល់អូននេះចាជំរាបសួរបងទាំងអស់គ្នាម្ដងទៀតនៅក្នុងការ live ក៏ដូចជាពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានឬក៏តាមដានការ live របស់យើងនៅពេលក្រោយនៅក្នុង Facebook page យើងនីមួយនេះខ្ញុំឈ្មោះ Nick រស់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីហើយ
នាងខ្ញុំក៏ជាអ្នកធ្វើការពេញម៉ោងមួយរូបផងដែរហើយមូលហេតុដែលនាងខ្ញុំចាប់ផ្ដើមអាជីវកម្មនេះដំបូងបងប្អូនប្រហែលជាបានដឹងខ្លះៗហើយដែលគ្រប់តាមដានរបស់នាងខ្ញុំគឺស្របពេលដែលលោកប៉ារបស់នាងខ្ញុំគឺគាត់មានមហារីកខួរក្បាលដំណាក់កាលទី4ហើយគាត់ចេញចូលនៅក្នុងមន្ទីរពេទ្យជារៀងរាល់ថ្ងៃហើយគាត់ emergency ច្រើនដងមែនតើលើកទី8ទី9ហើយទើបនាងខ្ញុំដោយសារតែនាងខ្ញុំបាត់បង់ការងារពេញម៉ោងរបស់នាងខ្ញុំហើយមានតែការងារគេហៅថា casual 2ដែលនាងខ្ញុំកំពុងតែនិយាយរួមទៅយើងហាស់សូបងហើយយើងបានប្រាក់ចំណូលមករឹតតែតិចជាងមុនហើយការចំណាយយើងក៏រឹតតែច្រើនហើយនាងខ្ញុំកំពុងតែនិយាយរួមទៅគឺ search មើលនៅក្នុងអ៊ីនធឺណិតអញ្ចឹងណាថាយើងអាចរកការងារអ្វីឬក៏គេថា side hustle អីដើម្បីបានការប្រាក់ចំណូលបន្ថែមប៉ុន្តែរាល់ពេលដែលនាងខ្ញុំ search មើលហ្នឹងគឺពិបាកមែនតើពួកអីគេត្រូវការមានន័យថាគេត្រូវការបទពិសោធន៍ហើយត្រូវការយើងមានពេលវេលាឲ្យគេដូចក្រុមហ៊ុនដែលខ្ញុំធ្វើពីមុនអញ្ចឹងណាបងហើយយើងអត់មានពេលវេលាដើម្បីទៅធ្វើការឲ្យពេញម៉ោងដូចយើងធ្វើពីមុនទេអញ្ចឹងបន្ទាប់មកបានខ្ញុំបាន scroll ឃើញនៅក្នុង Facebook ad ពី coach របស់ខ្ញុំម្នាក់ដែលគាត់ធ្វើអាជីវកម្មនេះយូរឆ្នាំដែរហើយគាត់ទទួលបានសេរីភាពពេលវេលាជាមួយនឹងកូនបានប្រាក់ចំណូលបន្ថែមហើយអ្វីដែលចាប់អារម្មណ៍ខ្ញុំមែនតើគឺភាពបត់បែននៅក្នុងការដែលយើងចូលមកធ្វើជីវកម្មមួយនេះគឺយើងអាចមានសេរីភាពបត់បែនយើងអាចធ្វើពេលណាក៏បានអញ្ចឹងស្របពេលដែលនាងខ្ញុំកំពុងតែមានញឹកជាមួយនឹងការធ្វើការមើលថែប៉ារបស់ខ្ញុំ full time ហើយក៏ដូចជាការងារ casual ដែលយើងធ្វើចាំបាច់ត្រូវទៅឆ្លៀតពេលចុងសប្តាហ៍ក៏ឬក៏យើងនិយាយរួមទៅគឺយើងចាប់ផ្ដើមគឺតាំងពីម៉ោង3ព្រឹកអីអញ្ចឹងណាបងហើយបន្ទាប់មកបើយើងមានពេលល្ងាចពេលយប់ទៀតយើងទៅធ្វើការងារ casual ផ្សេងមួយទៀតដើម្បីបានប្រាក់ចំណូលហើយខ្ញុំគិតថាការធ្វើបែបហ្នឹងយើងបានប្រាក់ចំណូលតិចហើយយើងក៏មានពេលវេលាជាមួយនឹងប៉ាខ្ញុំរឹតតែច្រើនទេទើបបានខ្ញុំសម្រេចចិត្តផ្ដល់ឱកាសខ្លួនឯងមកសិក្សាស្វែងយល់ជាមួយនឹងអាជីវកម្មទីជ្រូករបស់យើងហើយនៅពេលដែលបានចូលមកហើយក៏បានសិក្សារៀនសូត្រហើយឃើញបងដតីទៀតមិនថាតែបងដែលគាត់ជានារីជាបុរសហើយមានកូនអីអញ្ចឹងឬក៏អ្នកខ្លះទៀតក៏មានក្មេងៗដែរបងប្អូនទាំងអស់គ្នាមិនមែនថាតើបងប្អូនមានអាយុច្រើនចាប់ពី40អីឬក៏មានកូនទៅបងប្អូនអាចចូលបានទេបងប្អូនទាំងអស់គ្នាអាចបើកឱកាសឲ្យខ្លួនឯងបានមិនថាត្រឹមតែអាយុ20ជាង20ដូចនេះខ្ញុំ20ជាង30ក៏បងប្អូនអាចធ្វើបានហើយរហូតដល់70ក៏អាជីវកម្មរបស់យើងគឺស្វាគមន៍អ្នកទាំងអស់គ្នាហើយមិនថាមកពី background ណាទេបងប្អូនអត់ធ្លាប់មានបទពិសោធន៍ដូចខ្ញុំក៏បងប្អូនអាចធ្វើបានហើយអាជីវកម្មមួយនេះគឺភាពបត់បែនគឺយើងទាំងអស់គ្នាចង់បានភាពបត់បែននៅក្នុងការដែលយើងអាចចាប់ផ្ដើមអាជីវកម្មមួយដែលជាអាជីវកម្មផ្ទាល់ខ្លួនរបស់យើងមានសិទ្ធិកំណត់ schedule ខ្លួនឯងហើយអាចរកប្រាក់ចំណូលបានបន្ថែមមួយខ្ទង់ទៀតអញ្ចឹងណាបងប្អូនកុំគិតថាយើងនៅក្មេងយើងពឹងផ្អែកទៅលើតែការងារមួយមុខគឺយើងនឹងមានជីវិតគេហៅថា stable មាន income stable ពីមុនខ្ញុំក៏មានការជឿជាក់អញ្ចឹងដូចគ្នាបងប្អូនព្រោះយើងខ្ញុំធ្លាប់មានការងារដល់តែ3អញ្ចឹងណាមាន full time ផង part time ផង casual ផងគិតថាអូខេយើងអាចរកប្រាក់ចំណូលបានយកប្រាក់ចំណូលទៅសិក្សាបងសាលាបងអីខ្លួនឯងអញ្ចឹងណាហើយយើងអាចសន្សំសំចៃបានដើម្បីជូនឪពុកម្ដាយរបស់យើងដើរលេងដូចជាកំឡុងពេល5ឆ្នាំ10ឆ្នាំអីទៅមុខប៉ុន្តែការធ្វើបែបហ្នឹងគឺវាចំណាយពេលវេលាយូរមែនតើបងប្អូន5ឆ្នាំអីហ្នឹងយើងអត់ទាន់មានប្រាក់ចំណូលគ្រប់គ្រាន់នៅក្នុងការអាចយកឪពុកម្ដាយរបស់យើងដើរជាគ្រួសារដើម្បីទៅ holiday អីអញ្ចឹងណាយើងដល់ពេលយើងរវល់ពេកតែជាមួយនឹងការងារយើងបាត់បង់ពេលវេលាជាមួយពួកគាត់ដូចខ្ញុំអញ្ចឹងខ្ញុំបាត់បង់ពេលវេលាហ្នឹងខ្ញុំគិតថាធ្វើការកាន់តែច្រើនតនខ្លួននៅក្មេងដើម្បីយកប្រាក់ចំណូលហើយយើងអាចមានការផ្ដល់ជូនឪពុកម្ដាយរបស់យើងដើរលេងអីអញ្ចឹងណាបងប្អូនប៉ុន្តែយើងបាត់បង់សេរីភាពមួយនឹងយើងឡើយតែជាប់រវល់មួយការងារជាប់រលុយដល់ពេលយើងមានពេលមួយយើងគិតថាយើងអាចមានលុយសន្សំគ្រប់គ្រាន់ហើយដើម្បីជូនពួកគាត់ដើរលេងប៉ុន្តែប៉ាខ្ញុំបែរជាការជំងឺមហារីកដោយយើងអត់ដឹងខ្លួនអញ្ចឹងហើយយើងបាត់បង់ពេលវេលាហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាមិនថាវ័យប៉ុណ្ណា20ឆ្នាំ20ជាង30បងប្អូនទាំងអស់គ្នាអាចផ្ដល់ឱកាសឲ្យខ្លួនឯងមកសិក្សាស្វែងយល់ពីអាជីវកម្មរបស់យើងបានមានភាពបត់បែនបងប្អូនអាចរកប្រាក់ចំណូលកុំចាំទាន់តែដល់
យើងមានអ្នកជំងឺនៅក្នុងផ្ទះហើយយើងគិតថាយើងមានការងារហើយគឺយើង stable អត់ទេបងប្អូនពេលវេលាដែលយើងបាត់បង់ពេលដែលយើងមានអ្នកជំងឺគឺយើងអាចមានពេលវេលាគ្រប់គ្រាន់តែឲ្យក្រុមហ៊ុនដូចមុនបានទេមិនថាតែតកែ managers CEO យើងស្រឡាញ់យើងប៉ុណ្ណាក៏ដោយបងប្អូនបើយើងត្រូវការចំណាយពេលវេលាជារៀងរាល់រៀងរាល់ថ្ងៃអញ្ចឹងណាគេអាចចាំយើងបានមួយអាទិត្យពីរអាទិត្យប៉ុន្តែបើយើងត្រូវចំណាយពេលរាប់ខែគឺអត់មានអ្នកណាគេចាំយើងបានទេក្រុមហ៊ុនគេត្រូវការដំណើរការទៅមុខទៀតទោះបីជាអត់មានយើងក៏គេអាចដំណើរការគេអាចយកដាក់ថ្មីមកជំនួសយើងបានដែរប៉ុន្តែពេលវេលារបស់យើងជាមួយនឹងគ្រួសារគឺសំខាន់មែនតើពួកគាត់ពឹងផ្អែកលើយើងហើយបើយើងបាត់បង់ខ្លួនឯងក៏ដោយសុខភាពខ្លួនឯងក៏ដោយបាត់បង់សមាជិកនៅក្នុងគ្រួសារណាមួយក៏ដោយគឺយើងមានតែភាពសោកស្ដាយអញ្ចឹងបងប្អូនបើឱកាសខ្លួនឯងមករកអាជីវកម្មមួយដែលផ្ទាល់ខ្លួនរកប្រាក់ចំណូលបន្ថែមហើយបងប្អូនអាចមានសេរីភាពពេលវេលាបងប្អូនអាចយកអាជីវកម្មយើងទៅទីណាក៏បានហើយអត់បាត់បង់គេហៅថាឱកាសក្នុងការរកប្រាក់ចំណូលស្របពេលដែលយើងអាចចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសាររបស់យើងបន្ថែមទៀតបានហើយនេះជាអ្វីមួយដែលនាងខ្ញុំទទួលបានឥឡូវនេះអ្វីក្បិតតែនាងខ្ញុំអត់អាចមានពេលវេលាអាចឲ្យជូនប៉ាខ្ញុំដើរលេងដូចមុនដោយសារតែខ្ញុំបាត់បង់ប៉ាខ្ញុំហើយនៅក្នុងចុងឆ្នាំ2024ប៉ុន្តែនេះខ្ញុំនៅមានម្ដាយមួយរូបទៀតហើយគាត់សុខភាពគាត់ក៏អត់ទៅគេហៅថា healthy ដូចមុនសុខភាពខ្លួនឯងក៏អត់ healthy ដូចមុនអញ្ចឹងអាជីវកម្មមួយនេះគឺផ្ដល់ឲ្យខ្ញុំមានពេលវេលាច្រើនជាមួយនឹងម្ដាយរបស់ខ្ញុំហើយអាចឲ្យខ្ញុំបានកាត់បន្ថយការងារ casual របស់ខ្ញុំផងដែរឥឡូវនេះគឺនេះខ្ញុំធ្វើតែការងារ full time ហើយនឹងចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសាររបស់នាងខ្ញុំជាមួយនឹងអ្នកម្ដាយរបស់នាងខ្ញុំជាពិសេសនៅគេហៅថា weekend ដូចបានច្រើនជាងមុនយើងអត់អាចយើងមិនបាច់ចាំដល់ទៅ2 3ខែទៅយើងមានពេលវេលាមួយគាត់ម្ដងអញ្ចឹងណាហើយយើងមានពេលវេលាដើរលេងដើរ holiday ច្រើនហើយបង្កើនគេហៅថាការសប្បាយចិត្តហើយមើលថែសុខភាពពួកគាត់គាត់បានល្អជាងមុនចាអញ្ចឹងនេះសម្រាប់ខ្ញុំគឺភាពបត់បែនហើយបងប្អូនទាំងអស់គ្នាកុំខ្លាចក្នុងការផ្ដល់ឱកាសខ្លួនឯងមកសិក្សាស្វែងយល់សិនទៅបើសិនជាអាជីវកម្មមួយនេះคลิกជាមួយនឹងបងប្អូនអាចបើកឱកាសឲ្យខ្លួនឯងបានបើសិនជាអត់ទេគឺពួកយើងអត់មានបងប្អូនអត់ត្រូវចាំបាច់មាន commitment អីទេហើយអត់មានការទៅបង់ fee បង់អីដូចគ្នាអញ្ចឹងសម្រាប់ខ្ញុំតាមនឹងសិនចាស់អញ្ចឹងជូនដល់បងលក្ខណៈបន្តទៀតចាជ្រាបសួរអរគុណnext ចាជ្រាបសួរអ្នកទាំងអស់គ្នាដែលនៅក្នុងការ live ក៏ដូចជាការទស្សនាបន្តចានាងខ្ញុំឈ្មោះលក្ខណៈនាងខ្ញុំរស់នៅប្រទេសអូស្ត្រាលីទីក្រុង Melbourne ហើយនាងខ្ញុំសប្តាហ៍ថ្ងៃជាម្ដាយមួយរូបហើយក៏ជា support worker ដែលធ្វើការមើលថែមនុស្សចាស់នៅតាមផ្ទះផងដែរចាហើយចាបងប្អូននាងខ្ញុំទាំងអស់គ្នាចាបងប្អូនលើកទៅអូខេហ្នឹងហើយចាចំពោះចានាងខ្ញុំនិយាយខ្លីៗហ្មងទៅព្រោះអត់ចង់ឲ្យនីតិយើងវែងហើយចាក៏ចង់មកនិយាយថាថ្ងៃនេះគឺវិធានបទរបស់យើងហ្នឹងគឺតាំងពីខ្ញុំចូលក្នុងអាជីវកម្មហ្នឹងគឺនាងខ្ញុំមានចង់និយាយថាយើងមានពេលវេលាច្រើនជាងមុនជាមួយនឹងក្រុមគ្រួសារហើយជាពិសេសកូនរបស់ខ្ញុំហ្នឹងគាត់អាយុ2ឆ្នាំគឺគាត់ត្រូវការគេហៅថាការមើលថែដូចថាយកចិត្តទុកដាក់ពីម៉ាក់អញ្ចឹងហើយអញ្ចឹងហើយទៅធ្វើឲ្យខ្ញុំជំរុញឲ្យខ្ញុំមើលឃើញអាជីវកម្មហ្នឹងហើយខ្ញុំចង់បានពេលវេលាច្រើនជាងមុនជាមួយនឹងគ្រួសារចាតាំងពីខ្ញុំចូលមកហ្នឹងគឺខ្ញុំមានពេលមែនខ្ញុំមានពេលច្រើនខ្ញុំធ្វើការខ្ញុំនៅធ្វើការប៉ុន្តែខ្ញុំចាប់យកអាជីវកម្មនេះជា side hustle របស់ខ្ញុំដើម្បីខ្ញុំអាចរកប្រាក់ចំណូលបន្ថែមហើយខ្ញុំអាចមានពេលវេលាច្រើនជាងមុនអាជីវកម្មនេះគឺយើងមានចំណុចសំខាន់គឺដោយសារតែវា fit ជាមួយនឹង schedule របស់យើងដូចយើងទៅធ្វើការឲ្យគេគឺយើងត្រូវតែទៅធ្វើការពេញម៉ោង7ឬ8ម៉ោងក្នុងមួយថ្ងៃតែអាជីវកម្មនេះគឺយើងអាចចំណាយពេលតែ2ម៉ោងឬ1ម៉ោងក្នុងមួយថ្ងៃគឺយើងអាចធ្វើបានអញ្ចឹងហើយគឺវាដូចថាវាស័ក្តិសមជាមួយនឹងម៉ាក់លោកប៉ាអ្នកណាក៏ដោយដែលគាត់ចង់រកប្រាក់ចំណូលបន្ថែមគឺគាត់អាចចាប់យកអាជីវកម្មនេះជា side hustle ហើយបន្ទាប់មកគាត់អាចយកជា plan A បានអញ្ចឹងណាព្រោះអាជីវកម្មនេះមានអ្នកជោគជ័យច្រើនហើយគាត់ទោះបីជាគាត់ទៅ holiday អីក៏គាត់អាចរកប្រាក់ចំណូលបន្ថែមដោយសារតែយើងមានប្រព័ន្ធ auto system ដែលធ្វើការឲ្យយើងពីក្រោយចាហើយខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំបានចូលក្នុងអាជីវកម្មនេះហើយខ្ញុំបានស្គាល់បងដែលនៅក្នុងការ live នេះហើយក៏ដូចជា coach របស់យើងដែលគាត់មានបទពិសោធន៍ជាច្រើនគាត់បង្ហាញពីរបៀបដែលថាធ្វើម៉េចចឹងទៅ
ហើយចំពោះបងប្អូនដែលគាត់អត់មានគេហៅថាtech technology ដូចថាគាត់អត់ចេះអីហ្នឹងកុំព្រួយបារម្ភដោយសារតែពួកយើងមានគេហៅថា video step by step ឲ្យ follow ចឹងហើយដោយសារតែខ្ញុំសប្បាយចិត្តដោយសារតែម៉ាក់ប៉ាគាត់មកលេងនៅ Melbourne នេះចាគាត់មកលេងចឹងហើយយើងអាចមានពេលវេលាជាមួយពួកគាត់ដូចស៊ី Snake និយាយចឹងដោយសារyes អាហ្នឹងគេហៅថាជាចំណុចមួយដែលខ្ញុំគិតថានៅពួកគាត់ចាស់ហើយអញ្ចឹងដូចថាយើងអាចចំណាយពេលជាមួយគាត់នៅពេលដែលគាត់ដូចថាចង់និយាយថាគាត់នៅមានជីវិតនៅរស់ហ្នឹងណាចាចឹងហើយគឺវាខ្ញុំអរគុណមែនទែនដែលខ្ញុំបានចូលនៅក្នុងអាជីវកម្មមួយនេះហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលកំពុងតាមដានក៏ដូចជាអ្នកដែលគាត់ស្ទាក់ស្ទើរចាគាត់ស្ទាក់ស្ទើរក៏ដឹងថាអាជីវកម្មហ្នឹងវាយ៉ាងម៉េចគិតថាបោកគិតថាអីចឹងទៅព្រោះពេលខ្លះទៅឃើញគេធ្វើច្រើនពេកចឹងហើយដូចថាគាត់នៅស្ទាក់ស្ទើរគាត់អត់ដឹងថាគាត់ចង់ចូលបន្តិចអត់បន្តិចដូចស្ទាក់ស្ទើរចាកុំព្រួយបារម្ភពួកគាត់អាចតាក់ទងមកខ្ញុំឬក៏អ្នកគ្រប់គ្នាដែលនៅទីនេះដែលគាត់ចង់ស្គាល់គឺពួកយើងអាចផ្ញើព័ត៌មានលម្អិតបន្ថែមឲ្យបានចាអរគុណច្រើនខ្ញុំនិយាយតែប៉ុណ្្នឹងទេអត់ចង់និយាយច្រើនព្រោះការ live នេះវីដេអូអាចវែងចាអរគុណបង ចាអរគុណច្រើនអូនចា បងចុងក្រោយបងចាន់នេះបងចាន់នេះហើយណាអូយ ហើយអរគ្នា ចា បង ឡាយនេះនៅគេងឡើយអូខេអញ្ចឹងអរគុណបងច្រើនហើយក៏បងប្អូនច្រើនមែនតើសម្រាប់ការចែករំលែកនៅសេរីភាពរបស់ពួកយើងទាំងអស់គ្នានិយាយរួមទៅគឺมันខុសប្លែកគ្នាប្រហែលទេសេរីភាពពេលវេលានៅក្នុងការធ្វើអាជីវកម្មគឺម្នាក់គឺត្រូវការទាំងអស់ហើយគឺជាចំណុចនៃការចាប់ផ្ដើមក៏ជាចំណុចមួយដែលបងប្អូនអាចស្ដាប់ហើយយកទៅពិចារណាហើយក៏បើកឱកាសឲ្យខ្លួនឯងហើយសួរខ្លួនឯងថាតើបេះដូងរបស់បងនេះចង់ទៅចំណុចណាចង់ទៅគោលដៅណាមានគោលដៅអ្វីហើយដាក់ចំណុចខ្លួនឯងរួចហើយក៏ផ្ដល់ឱកាសដើរតម្រង់ទៅគោលដៅរបស់បងប្អូនរៀងៗខ្លួនក៏ដូចជាពួកយើងទាំងអស់គ្នាដែលកំពុងតែធ្វើដំណើរទៅហើយហ្នឹងហើយសម្រាប់ការ live នៅក្នុងថ្ងៃនេះគឺរៀងវែងបន្តិចហើយដូច្នេះហើយគឺខ្ញុំអត់និយាយអីច្រើនទេបងប្អូនដែលគាត់ចាប់អារម្មណ៍គឺគាត់អាចចូលទៅក្នុង Facebook របស់ពួកយើងរៀងៗខ្លួនហើយមើល website មើលហាងរបស់ពួកយើងរៀងខ្លួនពេញចិត្តមួយណាចុះឈ្មោះចូលក្នុងមួយហ្នឹងហើយបងប្អូននឹងទទួលបាន webinar free 90នាទីដែលឥតគិតថ្លៃនិយាយរួមអត់គិតថ្លៃទេ free ចូលទៅមើលផ្ទាល់ហើយក៏មានសិទ្ធិចូលទៅក្នុងក្រុមអាជីវកម្មរបស់ពួកយើងដើម្បីឲ្យឃើញកាន់តែច្បាស់តើនៅក្នុងអាជីវកម្មរបស់យើងនឹងវារីករាលដាលទៅដល់ប្រទេសណាប្រទេសណីអីចឹងណាបងប្អូនហ្នឹងហើយសម្រាប់ការ live ថ្ងៃនេះអរគុណច្រើនសម្រាប់ការទស្សនា អ រ រ បង គុណដូច ច គ្នា ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមនៅក្នុងការ live យប់នេះហើយជួបគ្នានៅក្នុងសប្តាហ៍ក្រោយទៀតរីត្រីសួស្ ចា ដីពី ហើយ ខាង ជួ ប្រ ប ទេស គ្នា អា នៅ ល្លឺ ក្នុង ម៉ង់ អាជីវកម្មទាំងអស់គ្នាបាយបាយ បាយ អរគុណ បាយ បាយបាយ